A few moments later. មកដល់ត្រង់នេះគឺចាប់ផ្ដើមលេងជាមួយពូវិញម្ដងបងប្អូនហ្នឹងហើយឃើញថាពូហ្នឹងมันជាកាយទេ slow ទេប៉ុន្តែជាមិនដែលកាន់ទៅគួរឲ្យខ្លាចដែរហ្នឹងណាអញ្ចឹងមិនធម្មតាដែរទេយើងហ៊ានកាន់ណចូលមកបន្តទៀតវាចាប់ផ្ដើមរុំដៃម្ដងនៅពេលដែលរុំដៃវាចាប់ផ្ដើមរកកលិតកន្លោះដើម្បីរករួចខ្លួនណាប៉ុន្តែខ្ញុំមិនតំបលែងវាទេទុកវាបានតិចសិនដើម្បីលេងជាមួយវាមកដល់កន្លែងនេះចាប់ផ្ដើមលេងជាមួយឆ្កែម្ដងបាននៅក្តារវាស្រែឃើញតំណងក៏រត់ដេញវាលេងទៅដល់ពេលហើយវាក៏ចាប់ផ្ដើមភ័យរត់យកតែមែនតែនតែដល់ពេលនេះនៅរាំងឆ្ងាយវាអត់សូវភ័យវាក៏ចាប់ផ្ដើមឈរមើលខ្ញុំវិញម្ដងហើយដល់ពេលមើលហើយហ្នឹងក៏បន្តដំណើរទៅទៀតទៅបាទហើយខ្ញុំក៏ចាប់ផ្ដើមដេញគោទៅស៊ីស្មៅខ្វៀលនៅឯវាស្រែធម្មតាវិញម្ដងទៅបាទហ្នឹងហើយដោយសារតែគោហ្នឹងនៅជិតផ្ទះគឺអត់មានកន្លែងវាឆៃទេអញ្ចឹងតទៅឆ្ងាយបាទទីនេះមិនមែនជាគោខ្ញុំទាំងអស់ទេគឺស្តែគោគេទេគាត់តែខ្ញុំដើរថតផងដេញផងទៅដើម្បីយក credit អីចឹងណាបាទដូច្នេះហើយដេញដល់កន្លែងវាក៏ទុកចោលទៅហើយខ្ញុំក៏ត្រឡប់មកផ្ទះនៅពេលដែលល្ងាចឡើងវាក៏ត្រឡប់មកផ្ទះខ្លួនឯងតែមិនមកផ្ទះខ្លួនឯងហ្នឹងគឺខ្ញុំចាប់ដើមដើររកវាវិញដល់ហើយហ្នឹងហើយហើយនេះគឺជាទេសភាពវាស្រែបងប្អូនហ្នឹងហើយអរគុណវីដេអូមួយនេះក៏ដល់ទីបញ្ចប់ជួបនៅវីដេអូក្រោយៗទៀតបងប្អូន